ព័ត៌មានមួយទៀតឯនោះវិញបាទគឺនៅខាងខេត្តព្រះសីហនុបន្ទាប់ពីមានព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេល3ថ្ងៃគឺថ្ងៃទី23 24និង25ជាថ្មីទៀតនេះគឺអាជ្ញាធរខេត្តព្រះសីហនុក៏មានរៀបចំនៅពិធីតាំងពីពណ៌ដើម្បីចូលរួមអបអរសាទរនៅក្នុងពិធីឆ្លងឆ្នាំសកលបាទគឺឆ្នាំ2016ឈានចូលឆ្នាំ2017នៅរសៀលថ្ងៃទី29ខែធ្នូឆ្នាំ2019ឆ្នាំ2016សភាពាណិជ្ជកម្មមន្ទីរទេសចរសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុបានបើកសម្ពោធការដាក់តាំងពីពណ៌ពាណិជ្ជកម្មរយៈពេល3ថ្ងៃបាទពីពណ៌នេះគឺបានធ្វើឡើងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី29ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2016នៅឆ្នេរអូឈើទាលស្ថិតនៅក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុខេត្តព្រះសីហនុនៅក្នុងពិធីសម្ពោធនោះក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជីវករនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករស្ថិតនៅក្រោមអធិបតីភាពរបស់ឯកឧត្តមជៀមហ៊ីមប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមយន់មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលោកអុកញ៉ាឡៅកាងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានឲ្យដឹងថាសភាពាណិជ្ជកម្មខេត្តមន្ទីរទេសចរបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំការដាក់តាំងពីពណ៌ពាណិជ្ជកម្មអបអរសាទរបនឆ្លងឆ្នាំសកលនៅរមណីយដ្ឋានឆ្នេរអូឈើទាលក្រុងព្រះសីហនុក្នុងនោះមានស្តង់ចំនួន80មានផលិតផលក្នុងស្រុកក្រៅស្រុកនិងមានការប្រគំតន្ត្រីរយៈពេល3ថ្ងៃជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្តដើម្បីបង្ហាញអំពីសក្តានុពលនិងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុព្រមទាំងទាក់ទាញអ្នកវិនិយោគិនអ្នកទេសចរជាតិអន្តរជាតិមកកម្សាន្តឲ្យមានសន្ទុះកើនឡើងម្យ៉ាងទៀតខេត្តព្រះសីហនុមានសក្តានុពលផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរពិសេសគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម2015-2025ដែលជាត្រីវិស័យសម្រាប់វិនិយោគិនឆក់យកឱកាសដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុនេះនៅក្នុងឱកាសនោះដែរឯកឧត្តមយន់មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍បើកសម្ពោធការតាំងពីពណ៌ពាណិជ្ជកម្មដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល2016ឈានចូលឆ្នាំ2017ឯកឧត្តមបញ្ជាក់ថានេះគឺជាព្រឹត្តិការណ៍លើកទី5ដែលខេត្តព្រះសីហនុបានរៀបចំដើម្បីអបអរនៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលក្នុងគោលបំណងបង្កើតជាព្រឹត្តិការណ៍ទេសចរសប្បាយរីករាយនិងបង្ហាញអំពីភាពជាដៃគូរវាងឯកជននិងឯកជនចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរនិងរួមចំណែកក្នុងការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើនគួរឲ្យកត់សម្គាល់និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងធ្វើឲ្យអត្រានៃភាពក្រីក្រមានការធ្លាក់ចុះឯកឧត្តមអភិបាលខេត្តក៏បានបន្តទៀតថាខេត្តព្រះសីហនុជាពូលសេដ្ឋកិច្ចក្នុងចំណោមខេត្តពូលសេដ្ឋកិច្ច3ក្នុងនោះមានរាជធានីភ្នំពេញខេត្តសៀមរាបនិងខេត្តព្រះសីហនុនិងប្រកាសប្រែក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងសម្រាប់ប្រទេសកម្ពុជាទាំងមូលបាទប្រិយមិត្តទស្សនិកជនជាការពិតណាស់គឺបន្ទាប់ពីមាននៅពិធីបាទបុណ្យសមុទ្រដែលបានប្រព្រឹត្តទៅរយៈពេល3ថ្ងៃបាទគឺថ្ងៃទី23រហូតដល់ថ្ងៃទី25ខែធ្នូដែលទើបតែកន្លងផុតទៅបាទថ្មីនេះយើងឃើញថានៅខេត្តព្រះសីហនុបាទគឺជាថ្មីទៀតក៏បានរៀបចំនៅការដាក់តាំងពីពណ៌ដែលប្រព្រឹត្តទៅមានរយៈពេល3ថ្ងៃបាទមានរយៈពេល3ថ្ងៃគឺពីថ្ងៃ29បាទគឺគិតពីម្សិលមិញថ្ងៃនេះថ្ងៃ30ថ្ងៃ29ថ្ងៃ30ថ្ងៃទី31បាទនៅក្នុងនោះយើងឃើញថាមានបងប្អូនអាជីវករជាច្រើនបានទៅដាក់តាំងបង្ហាញលក់នៅផលិតផលក្នុងស្រុកនិងក្រៅស្រុកជាច្រើនប្រភេទហើយក្នុងនោះដែរគឺកម្មវិធីនេះកម្មវិធីដាក់តាំងពីពណ៌ដើម្បីអបអរសាទរឆ្លងឆ្នាំសកលនេះគឺក្រោមការរៀបចំបាទពីខាងក្រសួងទេសចរហើយនិងសភាពាណិជ្ជកម្មខេត្តនិងរដ្ឋបាលខេត្តព្រះសីហនុផងដែរបាទអរគុណ